ជំនាញដំបូងបងប្អូនត្រូវមានដីជាលបាយដីលេខសាច់បងប្អូនធ្វើការរើសឲ្យស្អាតកុំឲ្យមានសម្រាមបើសិនជាបងប្អូនមានជីងកាមឬក៏ផេះកាមក៏អាចយកមកដាក់បានពិសេសគឺពូជស្រូវត្រូវរើសពូជស្រូវណាដែលមានគុណភាពល្អសិតល្អនិងស្តង់ដារដើម្បីបងប្អូនទទួលបានទិន្នផលខ្ពស់ឥឡូវនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបធ្វើសម្រាប់បងប្អូនធ្វើការដាក់វាដាច់ដោយឡែកពីគ្នារើសវាកុំឲ្យមានដុំគោះឬក៏កតិកទីធ្វើការចាក់ចូលគ្នាទាំងលបាយដីមានទាំងអង្កាមគឺបងប្អូនត្រូវធ្វើការចាក់ចូលបែបនេះដើម្បីងាយស្រួលក្នុងការលាយដីសម្រាប់ការបង្ហាញនេះគឺខ្ញុំបង្ហាញពីធ្វើសំណាប់លើត្រេលក្ខណៈដីសើមដោយយើងលាយលបាយដីទាំងអស់ចូលគ្នាឲ្យម៉ត់សពល្អធ្វើឲ្យដីយើងកាន់តែមានជីជាតិសំណាប់លូតលាស់ល្អនិងមិនមានជំងឺចាក់ទឹកចូលនិងធ្វើការច្បល់វាយើងធ្វើបែបនេះសម្រាប់ធ្វើលក្ខណៈតូចតាចបើសិនជាធ្វើលក្ខណៈធំបងប្អូនអាចប្រើម៉ាស៊ីនលាយឬក៏លក្ខណៈធំជាងនេះដើម្បីឲ្យចំណេញពេលវេលានិងឆាប់រហ័សបងប្អូនធ្វើការចាក់នៅលើត្រេគិតថាមកល្មមសមទំហំត្រេធ្វើការគៀសវាឲ្យចំតាមស្តង់ដារកុំឲ្យក្រាស់ពេកនិងកុំឲ្យវាស្ដើងពេកផងដែរយើងគៀសវាឲ្យសព្វឲ្យស្មើគ្នាធ្វើបែបនេះមិនឲ្យដក់ស្រូវនិងលូតលាស់ល្អនិងដុះស្មើគ្នាហើយខ្ញុំនឹងធ្វើការបង្ហាញមួយរបៀបទៀតគឺរបៀបធ្វើសំណាប់បែបដីស្ងួតដោយក្នុងវីដេអូនេះគឺយើងយកដីស្ងួតជីនិងដីដូចគ្នាខុសត្រង់មិនប្រើផុកបងប្អូនមួយចំនួនហៅភក់យើងធ្វើការចាក់ចូលគ្នាដូចគ្នាធ្វើការច្របល់ចូលគ្នាសាច់ដីមានលក្ខណៈស៊ីគ្នានិងចូលសាច់ជាមួយគ្នាបានល្អធ្វើការច្របាច់ដើម្បីកុំឲ្យមានដុំថ្មឬក៏ដុំគ្រួសនៅក្នុងម៉ាស៊ីនជាមានដុំថ្មដុំគ្រួសវាអាចបង្កជាលក្ខណៈលំបាកដល់ការស្ទូចហើយធ្វើឲ្យម៉ាស៊ីនចាប់អត់បានល្អការលាយគឺមានលក្ខណៈបែបនេះឲ្យដីម៉ត់ល្អចូលសាច់តែមួយស្អាតដោយបានបញ្ជាក់អញ្ចឹងគឺបងប្អូនធ្វើលក្ខណៈត្រង់ទីទុយគឺធ្វើបែបនេះប៉ុន្តែសូមឲ្យការលាយដីមានរបៀបរៀបរយនិងស្អាតបែបនេះធ្វើការចាក់ដីចូលត្រេគៀសវាឲ្យស្មើឲ្យសមតាមស្តង់ដារដដែលគឺមិនក្រាស់មិនស្ដាងពេកក្រោយមកយើងទទួលបានសមិទ្ធផលបែបសម្រាប់ការសាបបងប្អូនអាចសាបដោយដៃនិងប្រើឧបករណ៍បែបនេះបានដោយការប្រើឧបករណ៍គឺមានលក្ខណៈលឿនក្របស្រូវនិងធ្លាក់ស្មើគ្នាល្អបងប្អូនធ្វើការដាក់ឲ្យត្រូវនឹងទំហំពុម្ពត្រូវជាមួយនឹងឧបករណ៍នេះគឺជាការរុញសាកល្បងសម្រាប់ឧបករណ៍យើងឲ្យត្រូវចំទំហំចំទីតាំងចាក់ស្រូវចូលគៀសវាឲ្យស្មើបន្ទាប់មកបងប្អូនធ្វើការរុញពីលើនោះក្របស្រូវនឹងធ្លាក់សម្រាប់ការធ្លាក់គឺមានលក្ខណៈស្មើគ្នាមើលទៅលយមែនតើបងប្អូនចំណេញពេលវេលាប្រើពលកម្មតិចផងដែរការធ្វើការសាបគឺមានលក្ខណៈបែបនេះធ្វើឲ្យស្រូវធ្លាក់មកល្អរយចំទីតាំងល្អសម្រាប់ឧបករណ៍នេះផងដែរយើងអាចដាក់ដីចូលដើម្បីទម្លាក់ពីលើឲ្យលិចក្របស្រូវសម្រាប់ការសាបបែបស្ងួតគឺបងប្អូនចាំបាច់ត្រូវតែស្រោចទឹកឲ្យសព្វខុសពីការសាបបែបសើមគឺមិនចាំបាច់ស្រោចទឹកពីលើទេព្រោះយើងបានដាក់លបាយភក់ដែលមានសំណើមរួចជាស្រេចតទៅពីរួចរាល់បងប្អូនអាចគ្របវាទុករយៈពេល3ថ្ងៃតាមបងប្អូនបើកមកវិញនោះបងប្អូននឹងឃើញសំណាងលូតលាស់ល្អបាទសូមអរគុណបងប្អូនជាកសិករយើងបាទ